នេះកូនខ្ញុំគេងឥឡូវជិត10ឆ្នាំហើយលែងមានអ្នកមកគេងមកនៅដោយសារពួកគេទៅរៀននៅស្រុកក្រៅទៅនេះទៅនោះអស់ពីមុនភ្ញាក់ឡើងដើរដាស់តាមបន្ទប់ឲ្យងើបទៅរៀនហើយយើងធុញនៅក្នុងការដាស់យើងធុញនៅក្នុងការប្រាប់ធុញឥឡូវអត់ធុញដោយសារអីអត់មានអ្នកនៅគេឈប់នៅហើយចឹងនៅតែពីរអ្នកប្តីប្រពន្ធនឹងចាស់វិញទៅវាគិតថាអ្វីវាផ្លាស់ប្ដូរលឿនតែមិនលឿនទេពីមុនយើងថាអូធុញញាក់ឡើងដឹងតែលោឡាដឹងតែដើរដាស់តាមបន្ទប់ឥឡូវមានបានដាស់ទេដោយសារពួកគាត់លេងនៅនឹងហើយជីវិតយើងបានផ្លាស់ប្ដូរដោយសារអីភាពស្ងៀមស្ងាត់ហ្នឹងហើយពីមុនយើងអូយព្រលឹមឡើងដើរស្រែកដើរហៅទៅរៀនឥឡូវអត់ស្ងាត់ឈឹងចឹងបានយើងដឹងថាពេលវេលាសេះសល់ប៉ុណ្ណាសម្រាប់ខ្លួនយើងពីមុនយើងថាហត់នឿយនឹងដើរធ្វើនេះធ្វើនោះប៉ុន្តែយើងសប្បាយមួយយ៉ាងដែរដោយសារនៅមានពួកគាត់នៅជាមួយនៅអីឥឡូវស្ងាត់បន្ទប់អត់មានព្រលឹមឡើងស្ងាត់ជ្រាបមានតែអ្នកបោះជូតផ្ទះអញ្ចឹងបានថាពេលវេលាដែលយើងនៅជុំគ្នានេះរឿងសំខាន់ណាស់កុំគិតថាវាហត់កុំគិតថាវានឿយនេះនោះពេលខ្លះអាហត់អានឿយហ្នឹងតែធ្វើឲ្យយើងវាលឺមាត់លឺកលោឡាសប្បាយចិត្តការຕົកតូម្នេញតិចតួចក៏វាមិនអីតែឥឡូវនេះធ្វើបាយវាស្ងាត់ឈឹងហើយអត់មានហើយតិចតែហៅគេមកនៅមួយយើងវិញគេមិនមកទេគេអត់ទេអញ្ចឹងយើងមានតែពេលវេលាកាន់តែខើទៅមានតែមិត្តភ័ក្តិមានតែអ្នកនេះអ្នកនោះទេដែលអាចនៅចិត្តយើងស្គាល់យើងរាប់អានយើងបានយូរប៉ុន្តែកូនចៅគេអាចនឹងទៅឆ្ងាយទៅនេះទៅនោះគេទៅរៀននេះរៀននោះរហូតអញ្ចឹងយើងត្រូវតែត្រៀមចិត្តអ្វីថាវាកើតឡើងចំពោះយើងអញ្ចឹងយើងទទួលយកទៅហើយព្រមទៅថាជីវិតវាកាន់តែស្ងាត់ទៅមិនមែនមកពីអីទេដឹងតែខ្លួននឹងចាស់ហើយ